សួស្តីបងប្អូនអរគ្នានេះគឺជាវីដេអូសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំនៅ Butterfly ហើយជារៀងរាល់ថ្ងៃខ្ញុំតែងតែងើបពីព្រឹករៀបចំខ្លួនទៅផ្សារដើម្បីទិញម្ហូបហើយនេះគឺជាសកម្មភាពខ្លះៗនៅពេលដែលពួកយើងបានទៅដល់ផ្សារពួកយើងបានទិញគ្រឿងបន្លែនិងសម្ភារៈផ្សេងៗទៀតដើម្បីយកទៅធ្វើម្ហូបហើយបន្ទាប់ពីយើងទៅផ្សាររួចរាល់យើងក៏បានទៅចម្អិនម្ហូបអាហារនៅផ្ទះក្មេងៗមួយកន្លែងដែលហៅថា Children of Home ហើយពួកយើងទាំងពីរគឺជាចុងភៅមួយដ៏ល្អសម្រាប់ក្មេងៗនៅទីនោះហើយនេះគឺជាសកម្មភាពពេលថ្ងៃរបស់ខ្ញុំសកម្មភាពពេលថ្ងៃរបស់ខ្ញុំគឺខ្ញុំទៅសាលារៀនរបស់ខ្ញុំចូលរៀននៅម៉ោង 1 ថ្ងៃត្រង់ហើយខ្ញុំរៀននៅសាកលវិទ្យាល័យធនធានមនុស្សនៅឆ្នាំទី 1 មុខជំនាញ IT ហើយបន្ទាប់ពីការសិក្សារបស់ខ្ញុំចប់នៅពេលល្ងាចយើងមានអាហារជុំគ្នាបន្ទាប់ពីមានអាហារជុំគ្នារួចយើងក៏មានការប្រកបគ្នាដូចជាការថ្វាយបង្គំសាររំកានហើយច្រៀងជាមួយគ្នានិងរៀនព្រះបន្ទូលជាមួយគ្នាផងដែរហើយជារៀងរាល់ថ្ងៃពុធពេលយប់យើងក៏មានការរៀនព្រះបន្ទូលជាមួយលោកគ្រូបង្រៀននៅព្រះវិហារកាវរីឆាផភ្នំពេញផងដែរនៅថ្ងៃអាទិត្យរាល់ចុងសប្តាហ៍ពួកយើងតែងតែទៅធ្វើពន្ធកិច្ចមួយនៅអរិយស័ព្ទដែលយើងទៅដើម្បីបម្រើព្រះអង្គដោយយកព្រះបន្ទូលរបស់ព្រះអង្គផ្សាយនឹងអស់ទៅកាន់ក្មេងៗហើយពួកយើងចេញទៅដោយមានជំនឿរឹងមាំជាមួយព្រះអង្គដូចនៅក្នុងកាពីយូស្វេចំពុក1ខ9ដែលព្រះសូរមានព្រះបន្ទូលថាចូលមានកម្លាំងនិងចិត្តក្លាហានឡើងកុំភ័យខ្លាចកុំតក់ស្លុតឲ្យសោះរត់ព្រះអង្គម្ចាស់ជីវិតរបស់អ្នកគង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅហើយជាចុងក្រោយអរគុណដល់ព្រះអង្គដែលបានឲ្យខ្ញុំស្គាល់វត្តធ្វើឡាយហើយក៏អរគុណវត្តធ្វើឡាយដែលបានឲ្យខ្ញុំមកដល់ទីនេះទាំងម្ដងខ្ញុំបានរៀនសូត្រអរគុណសម្រាប់ការគ្រប់គ្រងម្ហូបអាហារសម្ភារៈហើយនឹងមនុស្សល្អៗនៅជុំវិញហើយអរគុណសម្រាប់បងប្អូនរួមជំនឿដែលតែងតែផ្ដល់កម្លាំងទឹកចិត្តដល់ខ្ញុំដែរអរគុណ